មួយមុខនេះគឺជាចំណូលចិត្តហើយបងប្អូនក៏ប៉ុន្តែនេះខ្ញុំអត់ដែរធ្វើទេនៅប្រាំងនេះគឺថាអត់ដែរធ្វើសោះតែម្ដងបងប្អូនមិនត្រឹមតែអត់ធ្វើផុសក្នុងពេកទេសូម្បីតែធ្វើញ៉ាំក៏អត់ដែរគឺដោយសារអត់មានស្ករត្នោតទឹកស្ករសម្រាប់ធ្វើទឹកកកឈូសហ្នឹងបងប្អូនបើសិនជាយើងអត់ធ្វើជាមួយនឹងស្ករត្នោតឬហើយពិសេសគឺស្ករត្នោតខ្មែរយើងណាគឺអត់ឆ្ងាញ់ទេគឺអត់ឈ្ងុយតែម្ដងចាអញ្ចឹងហើយបាទនេះខ្ញុំអត់ដែរធ្វើទេទើបតែឥឡូវហ្នឹងនៅប្រទេសប្រាំងនេះគឺមានស្ករត្នោតខ្មែរយើងមកលក់គឺស្ករត្នោតមកពីខេត្តកំពង់ស្ពឺតែម្ដងនិយាយពីថាឈ្ងុយឆ្ងាញ់ណាស់បងប្អូនអើយអញ្ចឹងតោះកុំឲ្យខាតពេលយូរថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើទឹកស្ករសម្រាប់ទឹកកកឈូសដំបូងខ្ញុំយកស្ករហ្នឹងចាមកកូរវាដើម្បីឲ្យវាឡើងជើងក្រងហើយនិយាយពីថាសាច់ស្ករបងប្អូនចានិយាយទៅបងប្អូនអាចមើលផ្ទាល់បានណាបែបនេះខ្ញុំនិយាយសម្រាប់បងប្អូនដែលគាត់រស់នៅប្រទេសប្រាំងចាចង់បានស្ករត្នោតខ្មែរយើងសុទ្ធតែម្ដងណាចាបងប្អូនអាចតាក់ទងទៅเพจនេះផ្ទាល់ឬក៏អ្នកដែលរស់នៅប៉ារីឬជិតប៉ារីគឺគាត់អាចចាទៅទិញផ្ទាល់នៅហាងដែលនៅប៉ារីនឹងតែម្ដងចាចាំនេះខ្ញុំដាក់រូបเพจគាត់ពីលើនេះបងប្អូនហើយនឹងលេខទូរស័ព្ទសម្រាប់តាក់ទងទៅផ្ទាល់ចាឥឡូវបន្ទាប់ពីរំងាស់ស្ករហ្នឹងឲ្យវាឡើងជើងក្រងហើយខ្ញុំចាប់ដើមចាក់ខ្ទិះដូងពាក់កណ្ដាលចូលចាក់ខ្ទិះដូងពាក់កណ្ដាលចូលហើយនេះខ្ញុំចាក់សាច់ដូងខ្ចីហើយនឹងសាច់ខ្នុរចូលហើយទុករំងាស់សាច់ដូងខ្នុរហ្នឹងឲ្យវារៀងខាស់ទឹកបន្តិចចាធ្វើបែបហ្នឹងគឺយើងអាចរក្សាទុកបានយូរបងប្អូនចាយើងអាចទុកទឹកស្ករនឹងបានយូរបើសិនជាយើងអត់ធ្វើអញ្ចឹងទេក៏ឆាប់លើកពេកចាវាអាចឆាប់ផ្អូមពីព្រោះជាមួយនឹងសាច់ដូងគឺវាអាចចាវានិយាយទៅវាឆាប់ផ្អូមណាចាហើយណាមួយធ្វើបែបហ្នឹងគឺវាឈ្ងុយផងបងប្អូនវាឈ្ងុយក្លិនស្ករត្នោតលាយជាមួយនឹងសាច់ដូងខ្ចីអញ្ចឹងណាហើយចាចេញជាតិខ្នុរជាមួយនឹងស្ករអញ្ចឹងនិយាយពីថាឈ្ងុយណាបងប្អូនអើយចាឥឡូវនេះខ្ញុំទុកវារៀងខាស់ទឹកចាឲ្យវាដាច់ទឹកអញ្ចឹងហើយទៅនេះខ្ញុំចាក់ខ្ទិះដែលនៅសល់នឹងចូលហើយរៀងដំឡើងភ្លើងបន្តិចបន្ទាប់មកខ្ញុំបងស្លឹកតើយចាមួយស្លឹកនឹងចូលរំងាស់វាប្រហែលជា5-6នាទីទៀតចាឲ្យវារីងទឹកបន្តិចទៅចានិយាយទៅយើងត្រូវរំងាស់បងប្អូនសម្រាប់ធ្វើទឹកស្ករទុកឲ្យបានយូរទុករំងាស់វាឲ្យរៀងខាស់បន្តិចទើបនេះខ្ញុំបិទភ្លើងបន្ទាប់មកនេះខ្ញុំទៅចាដួសដាក់កន្លកូនកែវហ្នឹងសម្រាប់រក្សាទុកណាហើយឥឡូវខ្ញុំចាប់ដើមចាស្ងោរសណ្ដែកទាំងអស់ហ្នឹងគឺខ្ញុំត្រាំវា2-3ម៉ោងសិនណាបងប្អូនមុននឹងយកវាទៅស្ងោរសណ្ដែកបាយត្រាំ2-3ម៉ោងតែសណ្ដែកក្រហមហើយនិងសណ្ដែកខៀវគឺខ្ញុំត្រាំវាមួយយប់ជាមុនសិនចាហើយបន្ទាប់មកខ្ញុំយកវាទៅស្ងោរសម្រាប់សណ្ដែកហើយនិងគ្រឿងផ្សំធ្វើទឹកកកឈូសហ្នឹងបងប្អូនដាក់ទៅតាមចំណង់ចំណូលចិត្តទៅចានេះខ្ញុំដាក់សណ្ដែកខៀវសណ្ដែកចាសណ្ដែកបាយសណ្ដែកក្រហមហើយចំហួយខ្មៅចំហួយសចានិយាយទៅមានច្រើនមុខដែរបងប្អូនចាហើយសម្រាប់ចំហួយខ្មៅចំហួយសគឺនេះខ្ញុំប្រើម៉ាកហ្នឹងបងប្អូនកូរវាសម្រាប់ការធ្វើហ្នឹងគឺប្រហែលជាបងប្អូនភាគច្រើនគាត់ចេះហើយអញ្ចឹងនេះខ្ញុំអត់បានបង្ហាញក្នុងវីដេអូហ្នឹងទេចាហើយនេះស្ដាយបន្ទាប់ពីស្ងោរឆ្អិនអស់ហើយចំហួយកាត់វាហើយគឺនឹងខ្ញុំចាប់ដើមយកទឹកកកទៅឈូសសម្រាប់ធ្វើទឹកកកឈូសហ្នឹងតែម្ដងបងប្អូនហើយនេះមើលទឹកស្ករវារៀងត្រជាក់ទៅវារៀងខាប់ចារៀងខាប់ជាងពេលនៅក្តៅអញ្ចឹងវាកាន់តែមើលទៅគួរឲ្យចង់ញ៉ាំមែនតើហើយខ្ញុំធ្វើទឹកកកឈូសថ្ងៃហ្នឹងនិយាយពីថាត្រូវម៉ែបងប្អូនអើយនិយាយពីថាមេឃឡើងក្តៅតែម្ដងណាចាបើកថ្ងៃចេះរាល់ដងមេឃឡើងរលឹមភ្លៀងមេឃល្ងិតស្លុបតែថ្ងៃនេះមេឃបើកថ្ងៃល្អមែនតើនិយាយទៅមេឃក្តៅចាអញ្ចឹងញ៉ាំទឹកកកឈូសទៅត្រូវហើយនេះខ្ញុំមកឈូសទឹកកកសម្រាប់ការម៉ាស៊ីនឈូសទឹកកកនេះគឺនេះខ្ញុំទិញពីឆ្នាំហើយបងប្អូនស្រួលជ្រុះហើយបងប្អូនអើយជ្រុះឈូសតែបន្តិចគឺថាបានមួយចានដែកធំតែម្ដងឥឡូវខ្ញុំចាប់ដើមចាដាក់សណ្ដែកដាក់គ្រាប់ជីដាក់ចំហួយនិយាយទៅបងប្អូនដាក់ទៅតាមចំណូលចិត្តណាដាក់ហើយក៏ចាប់ទឹកកកដាក់ចូលហើយបន្ទាប់មកគឺយើងស្រោចទឹកចាទឹកស្ករសម្រាប់ទឹកស្ករខ្ញុំធ្វើហើយគឺខ្ញុំយកវាទៅទុកក្នុងទូទឹកកកប្រហែលជា2ម៉ោងឲ្យវាត្រជាក់ចាបើមិនអញ្ចឹងទេអត់ទាន់ត្រជាក់ទេបងប្អូនអើយចាហើយនៅពេលដែលវាត្រជាក់វារៀងខាប់អញ្ចឹងចាហើយនៅពេលដែលខ្ញុំទុកបានមួយថ្ងៃគឺសាច់ចាទឹកស្ករហ្នឹងគឺកាន់តែខាប់បងប្អូនវាអត់ខាប់ខ្លាំងទេប៉ុន្តែវាខាប់មើលទៅឡើងទំនងគួរឲ្យចង់ញ៉ាំហ្មងណាចាហើយនៅពេលដែលស្រូបហ្នឹងគឺចាបងប្អូនដាក់តិចច្រើនទៅតាមចំណង់ចំណូលចិត្តបែបហ្នឹងទៅហើយសម្រាប់អ្នកដែលគាត់ចូលចិត្តផ្អែមចូលចិត្តឈ្ងុយឆ្ងាញ់ថែមទៀតគាត់ត្រូវចាដាក់ជាមួយនឹងចាទឹកដោះគោខាប់ថែមអញ្ចឹងណាការនៅខ្មែរគឺថាចូលចិត្តមែនតែនដោយសារនៅខ្មែរនៅប្រទេសយើងក្តៅបងប្អូនអញ្ចឹងត្រូវណាទឹកកកឈូសចាអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ចេះពីរបៀបធ្វើទឹកស្ករសម្រាប់ទឹកកកឈូសចាបងប្អូនអាចមើលវីដេអូនឹងបានធានារសជាតិបងប្អូនហើយបើសិនជាបងប្អូនចាធ្វើជាមួយនឹងស្ករត្នោតខ្មែរយើងថ្មីអញ្ចឹងទៀតណាគឺកាន់តែមានរសជាតិឆ្ងាញ់ហ
ហើយទឹកស្ករហ្នឹងបើសិនជាបងប្អូនធ្វើហើយចង់ទុកឲ្យបានយូរកុំភ្លេចរំងាស់ចាគឺយើងត្រូវរំងាស់សាច់ដូងឬក៏បងប្អូនអាចដាក់សាច់ដូងលាយជាមួយនឹងខ្នោបែបហ្នឹងឬក៏លាយជាមួយនឹងចាផ្លែមៀនណាមៀនខ្មែរយើងក្លិនដែលមានក្លិនក្រអូបអូក៏កាន់តែឆ្ងាញ់ណាបងប្អូនហើយកុំភ្លេចរំងាស់វាបងប្អូនរំងាស់រហូតដល់ខាសទឹក